ចាអញ្ចឹងខ្ញុំសូមជម្រាបសួរខ្ញុំឈ្មោះងិនវណ្ណធឿនទីលំនៅនៅភូមិដីឡូឃុំជ័យឧត្តមស្រុកលំផាត់ទូនីតិខ្ញុំជាអ្នករៀបចំសហគមន៍ចាពលពតចាប់ផ្ដើមមកកាន់កាប់នៅភូមិដីឡូនេះតាំងពីឆ្នាំ1970ពួកខ្ញុំនៅរស់នៅក្រោមរបបពលពតរហូតមកពួកវាបានជំលិះពួកខ្ញុំទៅនៅគេហៅថាជំរុំព្រៃគុយចាទៅរស់នៅជំរុំព្រៃគុយដោយអត់មានបាយហូបកសិករកម្មករទាំងអស់នាំគ្នាទៅជីករំលងជីកក្ដួចយកមកហូបជំនួសបាយអញ្ចឹងដល់72ពលពតមកដល់បាទពលពតមកដល់គេរៀបចំគេហៅថាធ្វើបដិវត្តបាទធ្វើបដិវត្តនោះចំនួនច្រើនឆ្នាំដែរប្រហែលជារយៈ2ឆ្នាំបាទ2ឆ្នាំរួចហ្នឹងដល់ពីឆ្នាំ70 71 72 73បាទរួចហ្នឹងគេចលះខ្ញុំ77នៅកោះញែកខ្ញុំនៅស្រែកតុំហ្នឹងបាទគេធ្វើបាបខ្ញុំដែរគេធ្វើបាបnăm 76ខ្ញុំនៅស្រែកតុំ77អញ្ចឹងគេធ្វើបាបខ្ញុំគេចាប់គេចងខ្ញុំម្ដងដែរខ្ញុំនឹងមានដូចថាវិបត្តិបន្តិចតួចគេធ្វើបាបបន្តិចតួចដែរបាទរួចហ្នឹងគេជិះនៅ77ទៅកោះញែកបាទនៅកោះញែកនោះចំនួន3ឆ្នាំដល់ឆ្នាំ1978គេត្រូវយកគ្រួសារខ្ញុំទៅសម្លាប់ចោលក្នុងនោះពេលនោះខ្ញុំទឹកតែឆ្លងទន្លេបាន15ថ្ងៃមានកូនខ្ចីគេប្រើឲ្យទៅជន់កដោយយើងអត់បានទៅដកស្ទូងគេជន់ករែងកបុកកចឹងលំបាកចាគ្មានថ្នាំគ្មានសង្កូវអីហូបចុកទេដល់ក្រោយមកខ្ញុំបានឈឺទាស់ស្គមរិញរៃក្រោយមកទៀតដើម្បីចិញ្ចឹមកូនឲ្យបានរស់រានមានជីវិតពួកខ្ញុំបានទៅចូលដាំបន្លែធ្វើការវាឲ្យទៅដាំបន្លែឲ្យទៅធ្វើជីលេខ1លេខអីយកលិមួកអីហ្នឹងទៅធ្វើហ្នឹងបានរស់រានមានជីវិតលោកក្មួយធ្វើអ្វីក៏ធ្វើដែរឲ្យតែបានរស់ជីវិតប៉ិនគេប្រោកខ្ញុំចេះទៅដយរហូតចុះគេថាកប់អាចក៏កប់ជាមួយគេដែរធ្វើម៉េចបើយើងឃើញនឹងផ្នែកបងប្អូនគេចាប់ព្រាតហើយប្អូនខ្ញុំអស់3នាក់គេធ្វើបាទគេចាប់គេថាផែនការបោះឯងឥឡូវឯងទៅលិតអាចនឹងគេដាក់6ផ្ដុំហើយនឹងឲ្យបាន20ផ្ទះជាងបាទរួចនឹងគាត់មកនឹងបាន20ផ្ទះហើយ6ផ្ដុំហើយនឹងហើយក៏ធ្វើគេបង្កប់ធ្វើស្រែចំការហើយគោក្បីគេដាក់រួមហើយយើងអត់មានទេមិនកាក់មានទេមន់ក៏គេដាក់រួមដែរបាទហើយជ្រូកតែអីក៏គេដាក់រួមមាសប្រាក់គេដាក់រួមអញ្ចឹងយើងលំបាកត្រង់កន្លែងនេះគឺកម្មលំបាកត្រង់កន្លែងហ្នឹងសំខាន់ណាស់គេដករបស់យើងអស់ហើយរឿងលុយគេអត់មានចាយទេយើងដុតចោលពេលណាក៏បានដែរលុយគេអត់ងាយមើលទេមាសប្រាក់គេអត់ងាយមើលទេអញ្ចឹងយើងខ្លួនឯងឧបត្ថម្ភខ្លួនឯងធ្វើដោយខ្លួនឯងចិញ្ចឹមខ្លួនឯងបាទមានបាយមានទឹកមានស្រូវមានកគេចូលរួមទាំងអស់បាទអញ្ចឹងបានប្រជាជនខ្ញុំនៅកាលនោះវាលំបាកត្រង់កន្លែងហ្នឹងហើយទី1ទី2នេះគឺខ្ញុំថាមានជីវភាពបានហូបចុកគ្រប់គ្រាន់ស្លៀកពាក់គ្រប់គ្រាន់ក៏ប៉ុន្តែឲ្យថាជាមាននឹងគេមិនមានទេលោកចំណែកកូនគ្មានបានរៀនសូត្រអីទេដោយសារទីតលក្រមែនតែនខ្វះខាតទាំងពីលុយកាក់របស់ទ្រព្យសម្បត្តិសម្លៀកបំពាក់ក៏គ្មានដែរចារហូតមកដល់បច្ចុប្បន្ននេះខ្ញុំខិតខំទៅរើសកគួស្រូវអត់បានមានស្រែមានអីធ្វើទេទៅរើសគួស្រូវនៅស្រែនៅអីហ្នឹងយកមកទុកចិញ្ចឹមធ្វើជាអង្គចិញ្ចឹមកូនហើយខ្ញុំធ្វើនៅកាលពលពតគេខ្ញុំធ្វើមីក្រុមដែរបាទហើយភ័យក្នុងមីក្រុមទៀតខ្លួនឯងធ្វើមីក្រុមភ័យ
ប៉ុន្តែសាច់តែគេបាត់បើក្នុងចិត្តក្នុងថ្លើមខ្ញុំគឺអត់សบายចិត្តទេប៉ុន្តែឲ្យសบายជាមួយគេបានហើយនិយាយអីប្រាជ្ញប្រុសអីឲ្យត្រឹមត្រូវបើប្រាជ្ញលៀងតិចនេះគេថាយើងក្បាលពីយើងណែសតិអារម្មណ៍សង្គមចាស់ទៀតពិបាកដល់ប៉ុណ្ណឹងគ្មានបាយហូបទេមកវិញគឺគេចែកបបរតែមួយចានម្នាក់នឹងហត់ទឹកនឹងដំណើរធ្វើការទៀតអញ្ចឹងរស់កម្មរស់ពីហើយប្រយ័ត្នខ្លួនប្រយ័ត្នចាប់ពីនិយាយសម្ដីខុសរបៀបនេះរបៀបនោះពិបាកណាស់គឺពិបាកត្រង់កណ្ដឹងពាក់សម្ដីមកងាប់ឆាប់បាទក្នុងទី1ទី2នេះធ្វើការដោយលើកតំណប់ដោយធ្វើស្រែបាទអញ្ចឹងខ្ញុំឃើញនៅក្នុងការងារពលពតដែលខ្ញុំនៅកម្ពុជាខ្លះធ្វើការមិនទាន់ពេលហ្មងគេហៅថាស្តិអារម្មណ៍សង្គមចាស់មិនយូរទេតែមកគ្រប់គ្នាគេវាយជួងពើងមកគ្រប់គ្នាគេចាប់យកមនុស្ស1ឬ2ពេលប្រជុំអត់ស្បាយបាទព្រួយចិត្តណាបាទខ្លាចវាចងទៅណាចាប់នឹងខ្ញុំមិនដឹងគេមិនដឹងពីណាសត្វតែក្តៅគេដាក់ចំណងគេដាក់ខ្សែងរឹងគេនៅក្បោខោកប៉ាអោតទេទាហានគេនោះគេដាក់នៅបើសិនជាថាខាងឆ្លប់គេចាប់យើងអាចរស់នៅបានបាទវាយសំពងទាត់ចាប់ហើយទាត់ថែមទៀតវាយថែមទៀតអានឹងវាអញ្ចឹងបាទហើយនឹងខាងបើថាខាងទាហាននឹងមានតែគេអាកោះចោលនឹងទាហានបើទាហានចាប់យើងភ័យអត់បានទេតែទាហានចាប់ជាប់អូខេហើយអានឹងអត់បានរស់វិញទេរឿងពលពតខ្ញុំអានឹងខ្ញុំឃើញជាក់ស្ដែងពេលណានឹកឃើញរបបខ្មែរក្រហមម្ដងរបបពលពតម្ដងមានការជួយចាប់ណាស់ក្មួយបើសិនជាឃើញអ្នកនោះនៅនឹងមុខសឹងតែបដូរជីវិតក៏បដូរដែរមានការជួយចាប់បំផុតរកអ្វីព្រិះគ្មានដោយសារការប្រត់ប្រាស់គ្រូសាប្រត់ប្រាស់ឪពុកម្ដាយអូខេហើយបានខ្ញុំដូចចាប់ពីនៅជាមួយពលពតនឹងចំនួន3ឆ្នាំ8ខែ20ថ្ងៃគឺរយៈពេលនឹងគឺកម្មខ្ញុំមានរាប់ថាចំនួនខ្ញុំរាប់នឹងគឺកម្មលំបាកណាស់ខ្លាំងណាស់ហើយខ្ញុំក៏អត់មានអីដែរមានតែប៉ុណ្ណឹងដែរដែលការជាក់ស្ដែងរបស់ខ្ញុំដែលឃើញបាទរឿងចាប់រឿងចងនេះក៏ច្រើនសម្រាប់ក៏ច្រើនបាទមកដល់ពេលនៃឆ្នាំ79បានដូចថាវាឃើញជាតិបាយឃើញជាតិកម្លាំងឃើញជាតិសម្រាប់មានដូចថាវាបានធូកម្លាំងបានមានសាច់មានឈាមទាំងអស់គ្នានឹងមិនថាខ្ញុំម្នាក់និយាយរួមទៅទូទាំងស្រុកទូទាំងឃុំបាទបើនឹកឃើញទាំងអស់ទូទាំងប្រទេសហ្មងឥឡូវចាប់ផ្ដើមខ្ញុំធ្វើតំណប់នឹងកសាងពីមុនដំបូងជាមួយនឹងណែជួយសុកចាស់ហើយឈ្មោះតុយដឺបន្តពីឆ្នាំពលពតធ្វើពី78 77ទៅនឹងជួបជាមួយនឹងខាងអង្គការ DPA ហើយខាងជនជាតិដូចថាបារាំងមិនថាអង់គ្លេសមិនថាពីណាមិនថាដែលធ្វើការជាមួយខ្ញុំដែរចាប់ពីខ្ញុំនៅធ្វើការជាមួយគ្នានឹងបានខ្ញុំក្តាប់នៅទំនប់នឹងបានចាប់ពីឆ្នាំខ្ញុំរៀបរាប់មិញហ្នឹងពី91បាទចាប់ផ្ដើម95ក៏សាងទំនប់នេះរហូតមកចប់2015ឥឡូវហ្នឹងបាទអង្គការជួយជាម៉ាស៊ីនអីបានម៉ាស៊ីនបានអីហើយនឹងជួយតម្រង់កសាងនៅក្នុងសហគមន៍បាទខេមលោករីនេះខ្ញុំបានកសាងនៅមួយកន្លែងនេះវាពីមុនបានតែគ្រប់4គ្រួសារទេអត់មានច្រើនទេចាស់បានតែ4គ្រួសារទេអត់មានច្រើនបាទរហូតដល់ឥឡូវវា88គ្រួសារបាទហើយមនុស្ស300ជាងបាទនៅកន្លែងនឹងសប្តាហ៍ថ្ងៃនោះវាដូចថាខ្ញុំរស់នៅបានយូរដែរនឹងខ្ញុំការពារទំនប់នេះនឹងការពារកូនចៅបង្កើតជាមានទីកន្លែងស្រែចម្ការនឹងចការដំណាំគ្រប់មុខដែលការងារត្រូវប្រជាជនបានអនុវត្តរលុយរកាអីបានបាទហើយគាត់សុខស្រួលបានដូចថាវាមានស្រូវមានអង្ករមានរបស់អ្វីគ្រប់ដែលរបស់នៃប្រជាជនដែលរស់នៅ